ពាក្យទួនភ្លួនកូនមេហពុកក៏ដូចគ្នាដែរគួរតែនិយាយពាក្យទួនភ្លួនផ្អែមល្ហែមដល់អ្នកដទៃកាលបើកូននិយាយពាក្យពីរោះចំពោះអ្នកដទៃកូននឹងបានទទួលនៅពាក្យពីរោះពីអ្នកដទៃមកវិញកាលបើកូនទួនភ្លួនដាក់អ្នកដទៃក៏ទួនភ្លួនដាក់កូនវិញដែរកូនត្រូវធ្វើឲ្យបានជាទម្លាប់ក្នុងជីវិតជារង្វាន់ដែលកូនផ្ដល់ប្រគល់ឲ្យខ្លួនឯងយ៉ាងក្រៃលែងកូនក៏សប្បាយចិត្តភ្លេចអ្វីភ្លេចបានតែកុំភ្លេចខ្លួនខូចអ្វីដទៃក៏ខូចចោះតែត្រូវប្រយ័ត្នកុំឲ្យខូចខ្លួនជាមនុស្សគឺកុំឲ្យកូនជាមនុស្សខូចនឹងឯងការធ្វើរបស់កូនពេលខ្លះមិនទាំងពេញចិត្តកូនខ្លួនឯងផងតើឲ្យអ្នកដទៃធ្វើអ្វីពេញចិត្តយើងបានរហូតទៅនោះយ៉ាងម៉េចទៅកាលដែលកូនគិតឃើញដូច្នេះហើយកូនក៏បន្ធូរបន្ថយនៅការខឹងក្រោធជាមួយនឹងអ្នកដទៃព្រោះនោះយើងផ្សេងគ្នាចិត្តវិញ្ញាណផ្សេងគ្នាការសន្សំសន្តានផ្សេងគ្នាវិបាកកម្មក៏ផ្សេងគ្នាអ្វីដែលត្រូវគៀបសង្កត់វិតរស់នៅចិត្តសន្តាននឹងទៅតាមសភាពការបច្ចុប្បន្ននោះដូច្នេះកូនត្រូវរៀនឲ្យបានយល់ដឹងសេចក្តីពិតចំពោះអ្វីគ្រប់យ៉ាងដែលជាសភាវៈពិតជាធម្មជាតិនោះឯងដែលអ្នកណាក៏មិនអាចចេះតែចង់បានឲ្យដោយចិត្តរបស់ខ្លួននោះទេ